សួស្តីពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមានវីដេអូមួយដែលតាក់ទងអំពីការធ្វើម្ហូបរបស់នាងខ្ញុំចាមុខម្ហូបមួយមុខនេះគឺមានឈ្មោះថាងាវឆាអំពិលទុំចាដែលស្នាដៃរបស់នាងខ្ញុំកូនទី3បងប្អូននិយាយទៅអត់សូវចេះធ្វើម្ហូបម៉ាទេបានតែការងាររកលុយទេបើរឿងធ្វើម្ហូបគឺចាញ់គេហើយចាឥឡូវនាងខ្ញុំរៀបរាប់អំពីចាមុខម្ហូបនេះដែលគ្រឿងផ្សំមានដូចជាខ្ទឹមសម្ទេសប៊ីចេងស្ករទឹកត្រីអំបិលអីចឹងទៅបងប្អូនហើយនឹងសំខាន់ជាងគេគឺម្រះព្រៅនឹងឯងគឺមុខម្ហូបនេះសំខាន់ជាងគេគឺម្រះព្រៅនឹងឯងវាក៏អូបងប្អូនចានឹងបន្ទាប់មកនឹងខ្ញុំចាផ្សំគ្រឿងដូចជាដាក់ទឹកត្រីដាក់អំបិលប៊ីចេងស្ករអញ្ចឹងទៅបងប្អូនតាមដែលរសជាតិដែលនឹងខ្ញុំចង់បានអញ្ចឹងព្រោះអីមុខម្ហូបមួយមុខនេះគឺនឹងខ្ញុំដាក់របៀបថារសជាតិយកប្រៃបន្តិចផ្អែមបន្តិចនិងជូរបន្តិចចារសជាតិទៅរៀងដិតតែម្ដងដោយសារនឹងខ្ញុំចូលចិត្តរសជាតិដិតទៅបងប្អូនចាបងប្អូនចូលចិត្តរសជាតិបែបម៉េចគឺបងប្អូនធ្វើតាមរបៀបហ្នឹងទៅតែនឹងខ្ញុំចូលចិត្តរបៀបថារសជាតិដិតបន្តិចគឺនឹងខ្ញុំចូលចិត្តបែបហ្នឹងចាបន្ទាប់ពីចាគ្រឿងផ្សំយើងផ្សំមកហើយឲ្យវាចូលចិត្តអស់ហើយគឺឆ្អិនបន្តិចនឹងខ្ញុំចាក់ងាវចូលបងប្អូនដើម្បីឲ្យចូលចិត្តជាមួយនឹងរសជាតិជាមួយនឹងគ្រឿងដែលនឹងខ្ញុំផ្សំពីមុនហ្នឹងឲ្យវាចូលចិត្តគ្នាឲ្យឆ្អិនល្អអញ្ចឹងចានឹងខ្ញុំទុកងាវនេះឲ្យវាឆ្អិនរបៀបថា 100% បងប្អូនដោយសារនឹងខ្ញុំចូលចិត្តចារសជាតិងាវដែលឆ្អិន 100%នឹងខ្ញុំអត់ចូលចិត្តរសជាតិស្រាអត់តន់ឆ្អិន 70% 80% អីទេហើយឥឡូវយើងបានដាក់គ្រឿងជីម្រះព្រៅបងប្អូនចាចង់បញ្ចប់គឺដាក់គ្រឿងជីម្រះព្រៅនឹងឯងចានឹងខ្ញុំទុកឲ្យវាស្លោកបន្តិចដោយសារឲ្យចូលចិត្តគ្នាបងប្អូនចាបន្ទាប់ពីងាវឆាអំពិលទុំនេះឆ្អិនយើងអាចចាយកមកញ៉ាំបានជាមួយនឹងបាយអាហារថ្ងៃត្រង់ឬក៏ពេលល្ងាចពេលព្រឹកអញ្ចឹងទៅចាឥឡូវនឹងខ្ញុំឆ្អិនហើយគឺនឹងខ្ញុំរៀបចំដាក់ចានដើម្បីញ៉ាំអាហារពេលល្ងាចចាឥឡូវយើងដល់ពេលអាហារពេលល្ងាចហើយជាមួយនឹងចាតែក្រូចឆ្មាចានេះខ្ញុំចូលចិត្តណារសជាតិតែក្រូចឆ្មាហើយនឹងជាមួយនឹងងាវឆាអំពិលទុំគឺដំបេះហ្មងគឺចូលចិត្តហ្មងចាវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចាអរគុណច្រើនចំពោះការទស្សនារហូតចាប់ពីដើមរហូតដល់ចប់អរគុណបាយបាយ